เรื่องบองปอนใบเนี่ยនៅក្នុងគ្រួសារមួយដែលមានសមាជិក4នាក់ដែលមានឪពុកឈ្មោះផាតចំណាយកូន3នាក់ទៀតមានប្រុស2ស្រី1ដោយកូនប្រុសបងមានឈ្មោះថាបូរ៉ាកូនប្រុសទី2ឈ្មោះរតនិងប្អូនស្រីពៅឈ្មោះថាធីតារីឯម្ដាយរបស់ពួកគេត្រូវបានស្លាប់ដោយសារជំងឺនៅក្នុងថ្ងៃមួយក្មេងទាំង3នាក់នេះបានអង្គុយលេងនៅមុខផ្ទះដោយកូនប្រុសឈ្មោះរតបានដណ្ដើមសៀវភៅរបស់បងបូរ៉ាខណៈពេលដែលប្អូនស្រីឃើញបងប្រុសឆ្លោះគ្នាបែបនេះហើយនាងមើលទៅសោកសៅកាត់ទុកនៅពេលដែលឃើញបងប្រុសរបស់នាងទាំងពីរគឺកំពុងដណ្ដើមសៀវភៅគ្នាក្នុងកំឡុងពេលដែលឃើញកូនទាំង3នាក់មានចំនួនបែបនេះឪពុកក៏បានដើរចូលមកដល់ដោយនៅក្នុងដៃរបស់គាត់មាននៅមែកឈើតូចៗរួចហើយក៏ហិតទៅឲ្យកូនរបស់គាត់កាន់បន្ទាប់មកឪពុកក៏បានប្រាប់ឲ្យកូនកាច់បំបាក់មែកឈើមួយនោះនៅពេលដែលកូនទាំង3នាក់កាច់បំបាក់មែកឈើទាំង3នោះបានហើយបន្ទាប់មកឪពុកបានយកមែកឈើទាំងអស់នោះចងជាចំកោងដោយមែកឈើទាំងអស់ត្រូវបានចងដោយខ្សែកំប្លោកយ៉ាងតឹងណែនបន្ទាប់ពីចងជាចំកោងយ៉ាងតឹងណែនរួចឪពុកក៏បានឲ្យទៅកូនទាំង3នាក់ព្យាយាមប្រើកម្លាំងដើម្បីកាច់បំបាក់មែកឈើទាំងអស់នោះម្ដងម្នាក់ក៏ប៉ុន្តែបើទោះបីជាកូនទាំង3នាក់ខំប្រឹងទាញនិងបំបីបំបាក់ចំកោងមែកឈើទាំងនោះយ៉ាងណាក្តីក៏ពុំអាចកាច់បំបាក់មែកឈើទាំងអស់នោះបានទេទន្ទឹមនឹងនោះដែរការដែលបានឃើញនៅសកម្មភាពរបស់ឪពុកបានធ្វើឲ្យកូនទាំង3នាក់យល់ច្បាស់នៅអត្ថន័យរបស់ឪពុកដែលចង់បង្ហាញប្រាប់កូនដូចនេះហើយកូនទាំង3នាក់ក៏បានមកមុខគ្នាដោយក្តីចុះសម្រុងបង្ហាញនៅស្នាមញញឹមដាក់គ្នាទៅវិញទៅមកបន្ទាប់មកឪពុកក៏បាននិយាយថាបើមែកឈើតែមួយយើងអាចនឹងងាយបំបាក់តែបើមែកឈើជាចង្កោងយើងពុំអាចធ្វើឲ្យចង្កោងមែកឈើទាំងនោះបាក់បានទេដូច្នេះចូលយើងសាមគ្គីគ្នាយើងនឹងរីកចម្រើនហើយយើងកាន់តែខ្លាំងក្លាតែបើសិនជាយើងនៅតែដេកពីគេនោះយើងនឹងងាយត្រូវគេបំផ្លាញ